នេះគឺជាសមាជិកថ្មីរបស់ពួកខ្ញុំពីរនាក់ដែលខ្ញុំចាត់ទុកវាដូចជាកូនរបស់ខ្ញុំអញ្ចឹងហើយក៏ប្រៀបដូចជាកដោមុនថ្ងៃគូកណាត់របស់ខ្ញុំដែរហើយមុននឹងពីរនាក់ខ្ញុំស្រេចចិត្តថាទិញវាគឺថាទៅមើលវា4-5 ដងទៅមើលវារហូតរបៀបថាយើងទៅទិញចំណីឆ្មាប៉ុន្តែយើងទៅមើលវាទៅលេងវារហូតសួរតម្លៃគេអីចឹងហើយប្រាប់គេថាខ្ញុំយកណាកក់វាទុកចឹងមិនមែនទៅមើលតែមកកន្លែងហ្នឹងទេមុននឹងសម្រាប់ចិត្តថាទិញឆ្កែគឺថាដើរសួរគ្រប់កន្លែងអស់ហើយវាថាបើឆ្កែណាមើលទៅរឿងតំណងគឺថាទិញហ្មងប៉ុន្តែមួយនេះវាលឿនថាដូចមាននិស្ស័យនឹងគ្នាហ្មងណាដល់ពេលមកដល់វាដូច slow ខ្លាំងហ្មងវាដូចចេះផ្ញើខ្លួននឹងយើងណាទាំងអស់គ្នាពីដំបូងខ្ញុំគិតថាចង់ទិញ Golden Husky អីតែដល់ពេលមើលទៅវាធំពេកមិនបាច់យកតាមចឹងក៏សម្រាប់ចិត្តថាទិញពួកប៉មនេះមកឲ្យប៉មនេះគឺវាថា pre color ទាំងអស់គ្នាឲ្យចេះហ្មងយើងឲ្យលើកដៃចឹងគឺលើកដាក់លើដៃយើងផឹកឡើងចឹងមកដាស់យើងហើយកុំអីក៏ខ្ញុំមកត្រូវទាន់ទិញដែរដោយសារតែណាមួយខាងប្រុសមីគូគាត់រំអុកពេកហើយក៏គាត់ថាចិត្តដងឲ្យ birthday ណែហើយចឹងទិញទុកជាកាដូទៅដោយសារតែbirthday នឹងយកដល់ទិញកាដូឲ្យតែអញ្ចឹងទិញវាហ្មងទៅតែដល់ពេលទិញមកគឺថាអត់ខកចិត្តហ្មងអ្នកទាំងអស់គ្នាមើលទៅយើងចាប់វាធ្វើខ្លួនចឹងក៏អត់មានរើប្រាស់ទេណាបើសិនជិះម៉ូតូថានៅស្ងៀមដេកលើម៉ូតូនឹងមើលគេមើលឯងហ្មងហើយបើសិនថាយើងលេងមួយវាគឺថាអត់មានចេះហក់មកខាំឬក៏កញ្ញាំអីទេដេកឲ្យយើងលេងមកសបាយចឹងហ្មងហើយយើងទៅដើរលេងនៅលើសួនស្មៅមក hello មើលមើល hello អពុំមីអូនឈ្មោះថា Lucy បាត់តាគៀបចេញមកដែរមានតអ្នកដែលគាត់ឆ្លាញ់សត្វទេទើបយកអារម្មណ៍នឹងខ្ញុំចេះសរងចំឆ្កែតាំងពីទូចមកប៉ុន្តែខ្ញុំអត់ឡើងចំប្រភេទពួកឆ្កែស្រុកកេហ្នឹងខ្ញុំចំប្រភេទពួកឆ្កែខ្មែរប៉ុន្តែគឺថាចេះមកដល់ពេលមកលោកនេះកាន់តែចេះទៀតអ្នកទាំងអស់គ្នាអើយហើយបាទរឿងគេចាប់ធ្វើខ្លួនអីហ្នឹងគាត់ថាសងំមកស្ងៀមគេធ្វើអីទៅយកថាបន្ទន់ខ្លួនឲ្យគេធ្វើឲ្យអញ្ចឹងណានេះដោះអាវចេញសាប់ពេលរត់ទៅរៀងតឹងដៃឲ្យអាវនឹងយកអាវបងពាក់ទៀតដល់កហ្មងចឹងដោះហើយចឹងឲ្យរត់លេងដល់ពេលដោះអាវហើយអ្នកនរគ្នារត់ដូចអីចឹងអានេះគេចាប់មកវិញឯងមិនដឹងលេងហត់ពេកហើយអានេះវាប្រភេទពួកឆ្កែប៉មណាគ្រាន់ថាវារៀងព្រី color ចឹងទៅតម្លៃវារៀងធូរថ្លៃជាងពួកអាសុតណាហើយខ្ញុំទៅនឹងបើសិនថាមានសុតក៏ខ្ញុំយកសុតដែរតែដោយសារតែវាអត់មានសុតតែ2គូនឹងបងប្អូនមាននឹងតែអាខ្មៅសហ្នឹងគឺហើមអញ្ចឹងគេអត់លក់អីហើយមុនយកមកហ្នឹងគេចាប់អាសាំងអីហើយអស់ហើយអូលូស៊ីឈ្មោះគេលូស៊ីអ្នកទាំងអស់គ្នាហ្នឹងគេដាក់ឲ្យមានអាយុ10 ខែអត់ដល់1ឆ្នាំទេហើយកន្លែងនេះខ្ញុំទិញហ្នឹងគេប្រាប់ថា2 ខែទៀតគឺវារឈ្មោះលេដាក់ឈ្មោះលើវាទៅហើយជាមួយខ្ញុំរកបកាត់ពូជអ្នកទាំងអស់គ្នាមានឆ្កែចង់មកបកាត់ពូជក៏បានដែរណាធ្វើតឡងគ្នាអីម្ដងធ្លាប់តែពេល birthday បានកាដូអីផ្សេងអញ្ចឹងណាដល់ពេលលើកនេះគឺចេញមករបៀបចឹងហ្មងណា surprise ហ្មងតែអីអ្នកទាំងអស់គ្នាគឺថាស្រឡាញ់ខ្លាំងណាស់វាដាក់ម៉ែទៅអលើមើលនេះមើលនេះនេះមួយទៀតមើលដែរគេតាមមើលឆ្កែ